បងប្អូនទាំងអស់គ្នានេះគឺជាទស្សនវិជ្ជានៃវងសត្វស្លាបដែលកំពុងតែហើរចូលទ្រនំក្នុងតំបន់ការពារទេសភាពបឹងព្រៃលពៅពិតជាស្រស់ស្អាតមែនទែនពេលដែលបានឃើញវីដេអូបែបនេះគឺមានអារម្មណ៍ថាស្រស់ស្រាយតែម្ដងជាមួយសម្រស់ធម្មជាតិវាលបឹងនិងវងសត្វស្លាបរាប់ម៉ឺនក្បាលកំពុងតែហើរចូលទ្រនំហើយនេះគឺជាវងសត្វកុកចម្រុះដែលមានកុកគ្រោងតូចគ្រោងធំគ្រោងមធ្យមក្រោយពីពួកវារកចំណីតាំងពីព្រឹកព្រលឹមរហូតដល់ថ្ងៃល្ងាចគឺវាចាប់ផ្ដើមធ្វើការវិលមកចូលទ្រនំនាតំបន់ដីសើមបឹងព្រៃលពៅខេត្តតាកែវពេលដែលមើលទស្សនវិជ្ជាពីលើអាកាសបែបនេះគឺថាប្រៀបដូចជាកម្រាលពណ៌សក្រាលគ្របរុក្ខជាតិតែម្ដងបើមើលមួយផ្លេតស្មានតែផ្កាត្រែងនេះហើយគឺជាសក្តានុពលរបស់ខេត្តតាកែវផងយើងមានតាំងពីប្រាសាទបុរាណកន្លែងទេសចរជាច្រើនជាពិសេសមានកន្លែងទស្សនាសត្វស្លាបមួយដ៏ធំនៅក្នុងស្រុកបរិយជលសានិងស្រុកកោះអណ្ដែតទីនេះមានមន្ត្រីជានរៈមន្ត្រីបរិស្ថាននៃមន្ទីរបរិស្ថានខេត្តតាកែវនោះគឺគាត់ប្រចាំការពារនៅទីនោះតែម្ដងដូចនេះហើយសូមពុកម៉ែបងប្អូនទាំងអស់គ្នាចូលរួមshareចែករំលែកវីដេអូនេះឲ្យពុកម៉ែបងប្អូនយើងក៏បានស្គាល់អំពីខេត្តតាកែវរបស់ផងយើងកាន់តែខ្លាំងសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនា